ខ្ញុំប្រកាសណាខ្ញុំបាទសូមថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមជម្រាបលោកស្រីបងប្អូនរួមឈាមទាំងអស់ជាទីគោរពរាល់ប្រទេសជាតិគេតែងតែចងចាំប្រវត្តិសាស្ត្ររបស់គេទាំងគ្រារុងរឿងទាំងគ្រាដណ្ដាប់ចំពោះខ្មែរយើងវិញគណៈដែលយើងព្យាយាមរំលឹកសម័យមហានគរយើងមិនត្រូវបំភ្លេចសម័យដែលជាតិយើងធ្លាក់ចុះនោះដែរអាស្រ័យហេតុនេះជារៀងរាល់ឆ្នាំខ្មែរក្រមទូទាំងពិភពលោកតែងយកថ្ងៃទី4មិថុនាគឺថ្ងៃដែលអាណានិគមបារាំងប្រគល់ទឹកដីកម្ពុជាក្រោមដោយអយុត្តិធម៌ទៅអាណានិគមយួនក្នុងឆ្នាំ1949ជាឱកាសសម្រាប់កូនចៅចំនួននេះរំលឹកនៅឧបត្តិហេតុដែលបណ្ដាលឲ្យបាត់បង់ទឹកដីប៉ែកខាងកើតនៃមហាអាណាចក្រខ្មែរយើងរំលឹកចំនួនក្នុងប្រវត្តិសាស្ត្រមិនមែនមានន័យថាយើងក៏គោកកាយឲ្យមានគំនុំពូជសាសន៍នោះទេផ្ទុយទៅវិញគឺដើម្បីរកការខុសត្រូវសម្រាប់ជួសជុលមិត្តភាពពិតរវាងខ្មែរនិងជាតិសាសន៍ជិតខាងនៅមាត់ទន្លេ Saint Lawrence ដែលជាទល់ដែននៃសហរដ្ឋអាមេរិកនិងកាណាដាគេបានរក្សាទុកនៅបន្ទាយទាហានមួយដែលឈ្មោះថា Fort Wellington ដែលបន្សល់ទុកតាំងពីឆ្នាំ1812ហើយជារៀងរាល់ឆ្នាំនៅចំថ្ងៃបុណ្យជាតិគេតែងសម្ដែងឡើងវិញយ៉ាងរស់រវើកនៅសមរភូមិចម្បាំងក្តៅកគុករវាងកាណាដានិងអាមេរិកដូចរឿងហេតុពិតដែលបានកើតឡើងជាងមួយសតវត្សមុនអញ្ចឹងជាមើលចុះបើពីដើមកាណាដាហើយនិងសហរដ្ឋអាមេរិកគេច្បាំងគ្នាងាប់រស់ឥឡូវនេះគេបែរទៅជាចងមិត្តភាពដែលมันមានពីប្រទេសណាដែលមានមិត្តភាពល្អប្រសើរដោយកាណាដានិងអាមេរិកទេបែរមកទំនាក់ទំនងខ្មែរនិងយួនវិញបើយួនពិតជាមានចិត្តចង់កសាងមិត្តភាព10000ឆ្នាំស្អីគេនោះយួនត្រូវតែឈប់មូលបង្កាច់ការពិតនៃប្រវត្តិសាស្ត្រហើយទទួលស្គាល់ថាជីដូនជីតារបស់គាត់នឹងបានរឹបយកទឹកដីកម្ពុជាក្រោមដោយខុសច្បាប់យើងរំលឹកការពិតនៃប្រវត្តិសាស្ត្រគឺដើម្បីជាមេរៀនការពារជាតិសាសន៍សពថ្ងៃកុំអោយបាត់បង់ដោយអតីតកាលទៀតខ្មែរត្រូវព្យាយាមសិក្សាឲ្យស្គាល់ប្រវត្តិសាស្ត្រពិតរបស់ខ្លួនមានចម្រៀងសម័យមួយនោះអ្នកនិពន្ធបានសរសេរប្រហាក់ប្រហែលដូចបែបនេះគាត់ថាខ្មែរមានមោទនភាពអំពីពួងសាវតារបស់ខ្មែរដែលមានជាង2000ឆ្នាំមកហើយតាមយោបល់របស់ខ្ញុំប្រកាសណាខ្ញុំបាទឃើញថាมันចំជាត្រូវណាស់ទេមុនពីការពិតខ្មែរបានកសាងទីលំនៅលើសណ្ដនៃទន្លេមេគង្គរាប់ពាន់ឆ្នាំមុនគ្រិស្តសករាជទៅទៀតវត្ថុបុរាណដែលគេរកឃើញនៅអូកែវជាដើមជាភស្តុតាងយ៉ាងច្បាស់ក្រឡែតថាខ្មែរជាជនជាតិតែមួយគត់បានចាប់ផ្ដើមការកសាងអរិយធម៌ដ៏ត្រចះត្រចង់នៅប៉ែកខាងត្បូង
នៃប្រទេសវៀតណាមសពថ្ងៃជនជាតិអាណាមឬយួនទើបតែចាប់ផ្ដើមឈ្លានពានរឹបយកទឹកដីកម្ពុជាក្រោមតាំងពីសតវត្សទី17ប៉ុណ្ណោះតាមគម្រោងយុទ្ធសាស្ត្រហៅថាណាមទៀងរបស់គេដូចជាលោកនួនខឿនបានបរិយាយយ៉ាងច្បាស់ក្នុងសៀវភៅរបស់គាត់មួយមានចំណងជើងថាដំណើរឆ្ពោះទៅកាន់ទិសខាងលិចតាំងពីឆ្នាំ1920តមកជនជាតិយួនបានឆ្លៀកយកផលអំណោយប្រកបដោយចិត្តល្អឬថាចិត្តឆោតក៏បានរបស់ស្ដេចគ្រប់គ្រងផែនដីខ្មែរហើយរំកិលចូលរឹបយកដីធ្លីនៃឆ្ការព្រៃព្រឹក្សារបស់ខ្មែរបន្តិចម្ដងពេលនោះយួនខំព្យាយាមធ្វើយួននិពនីយកម្មដោយប្រែឈ្មោះភូមិស្រុកខ្មែរទៅជាសំនៀងយួនដូចជាសាដែកគឺភាសាដែករបស់យើងឬណាមយ៉ាងស្អីគេភ្នំពេញរបស់យើងស្ដេចយួនយ៉ាឡុងក៏បានចាប់អោយខ្មែរបដូរនាមត្រកូលទៅជាថាច់សើងគីមគៀងចៅយ៉ាញ់ជាដើមព្រឹត្តិការណ៍ទាំងនេះហាក់ដូចជាកំពុងតែវិវត្តមកវិញសាជាថ្មីយ៉ាងរស់រវើកលើគេកោះដែលនោះសល់ទៅត្រឹមជាង 18,000 គីឡូម៉ែត្រក្រឡារបស់ជនជាតិខ្មែរយើងរំលឹកព្រឹត្តិការណ៍ថ្ងៃទី4មិថុនាឆ្នាំ1949គឺដើម្បីបង្ហាញថាខ្មែរក្រមជាម្ចាស់ធនធានធម្មជាតិនិងធនធានវប្បធម៌លើដែនដីកម្ពុជាក្រោមរហូតមកទល់ពេលដែលបារាំងបញ្ចូលទឹកដីកម្ពុជាក្រោមទៅជាកូសងស៊ីននាឆ្នាំ1862ប្រវត្តិវិទូតែងតែរាប់បញ្ចូលកម្ពុជាក្រោមជាមួយកម្ពុជាទាំងមូលដដែល90ឆ្នាំដែលបារាំងចូលមកត្រួតត្រាស្រុកខ្មែរគឺតាំងពីឆ្នាំ1859ទៅឆ្នាំ1949បានជួយមួយចំណែកទប់ល្បឿននៃមហិច្ឆតារបស់យួនក្នុងការលាបជាប់ទឹកដីកម្ពុជាក្រោមខ្មែរក្រោមសម័យនោះនៅមានប្រព័ន្ធរដ្ឋបាលកាន់កាប់ភូមិស្រុកវត្តអារាមដីស្រែភាគច្រើននៅក្នុងកណ្ដាប់ដៃកម្មសិទ្ធិរបស់ខ្មែរនៅឡើយរីឯកសិករយួនច្រើនតែជាអ្នកធ្វើស្រែឈ្នួលតែប៉ុណ្ណោះនៅគ្រប់ពេលវេលាយួនបានធ្វើការប្រឆាំងយ៉ាងខ្លាំងចំពោះវត្តមានរបស់ប្រាំងចំពោះខ្មែរក្រោមវិញបានទៅជាអបអរសាទរទៅវិញហើយបារាំងយល់ច្បាស់ណាស់ថាខ្មែរជាម្ចាស់ដើមនៃដែនដីសណ្ដោទន្លេមេគង្គក៏ប៉ុន្តែមកអំពីអាណានិគមបារាំងចាត់ទុកផលប្រយោជន៍របស់ខ្លួនធំជាងអាយុជីវិតរបស់ជាតិខ្មែរទឹកដីរបស់កូនចៅខ្មែរលោកប្រធានាធិបតីវ៉ាងសង់អូរយ៉ូលបានប្រគល់កូសងស៊ីនឬកម្ពុជាក្រោមឲ្យទៅអធិរាជជនបៅដៃទោះបីជាមានការប្រឆាំងយ៉ាងដាច់អហិង្សារបស់ខ្មែរក៏ដោយបារាំងសង្ឃឹមថាការប្រគល់កម្ពុជាក្រោមទៅឲ្យបៅដៃគេអាចនឹងរក្សានៅឥទ្ធិពលរបស់ខ្លួនតទៅទៀតព្រមទាំងអាចទប់ស្កាត់ឥទ្ធិពលរបស់កុម្មុយនីសយួនហូជីមិញថ្ងៃទី8ខែមិថុនាឆ្នាំ1949ប្រធានាធិបតីវ៉ាងសង់អូរយ៉ូលនិងស្ដេចយួនបៅដៃបានចុះកិច្ចព្រមព្រៀងអាលីសេ
ក្នុងនោះបារាំងយល់ព្រមប្រគល់កម្ពុជាក្រោមឲ្យយួនហើយយួនព្រមដាក់រដ្ឋាភិបាលវៀតណាមក្នុងសហភាពបារាំងសម្ដេចនរោត្តមសីហនុបានបញ្ជូនគណៈប្រតិភូទៅប៉ារីសតវ៉ាមានលោកសុកឈុងសំវ៉ាថនអុកនិងព្រះអង្គម្ចាស់ក្សត្រីយុគន្ធោជាដើមសូម្បីតែតំណាងរាជអាមេរិកបារាំងមួយចំនួនក៏ខំការពារផលប្រយោជន៍ខ្មែរក្រោមដែរប៉ុន្តែនៅទីសម្រេចចុងក្រោយប្រធានាធិបតីបារាំងវ៉ាងសង់អូរយ៉ូលបានប្រកាសជាផ្លូវការនៅច្បាប់កែប្រែលក្ខន្តិកៈកូសងស៊ីនក្នុងសហភាពបារាំងលេខ149 733ចុះថ្ងៃទី4ខែមិថុនាឆ្នាំ1949ភ្ជាប់កូសងស៊ីនទៅនឹងវៀតណាមក្រោមការគ្រប់គ្រងរបស់អធិរាជបដិកម្ពុជាក្រោមត្រូវផ្ដាច់ចេញពីមាតុភូមិកម្ពុជាក្រោមតាំងពីថ្ងៃនោះគឺថ្ងៃទី4មិថុនាឆ្នាំ1949មកតែទោះជាយ៉ាងនេះក៏ដោយប្រជាជាតិខ្មែរនៅតែមិនព្រមទទួលយកអំពើខុបខិតដោយអយុត្តិធម៌នេះទេបពិតប្រធារានុធរៈគ្រប់ព្រះអង្គជាទីសក្ការៈលោកស្រីនិងបងប្អូនជាទីគោរពក្នុងទិវារំលឹកខួបទី63ឆ្នាំនៃថ្ងៃដែលខ្មែរក្រមបាត់បង់សិទ្ធិលើទឹកដីកម្ពុជាក្រោមខ្ញុំប្រកាសណាខ្ញុំបាទសូមអារាធនាប្រធារានុធរៈគ្រប់ព្រះអង្គនិងអំពាវនាវដល់បងប្អូនរួមជាតិគ្រប់កន្លែងនាំគ្នាប្រពៃពិធីបុណ្យបាំងស្កូលឧទ្ទិសផលកុសលជូនដល់វិញ្ញាណក្ខន្ធនៃវរៈបុរៈខ្មែរគ្រប់ចំនួនមានទាំងព្រះសង្ឃមានទាំងគ្រហស្ថក្នុងនោះមានអង្គញាសឹងគុយដែលបានធ្វើបរិកម្មដ៏ថ្លៃថ្លាដើម្បីថែរក្សាកេរមរតកខ្មែរមកទល់សព្វថ្ងៃសូមបញ្ញវន្តខ្មែរខាងវិជាប្រវត្តិសាស្ត្រយកចិត្តទុកដាក់ស្រាវជ្រាវនិងចងក្រងប្រវត្តិសាស្ត្រកម្ពុជាក្រោមឲ្យបានគ្រប់គ្រាន់ទៀតសូមបងប្អូនរួមឈាមទាំងអស់ជាពិសេសបងប្អូនរួមឈាមដែលនៅក្នុងលើទឹកដីកម្ពុជាក្រោមខំរក្សានៅអ្វីដែលជាអត្តសញ្ញាណរបស់យើងមានពិសេសគឺភាសាទំនៀមទម្លាប់របៀបប្រពៃណីតាមភូមិតាមស្រុកតាមវត្តតាមអារាមដូចជាដូនជាតាយើងខំរក្សាទុកប្រមាណចំនួនពីចំនួនមួយទៅចំនួនមួយនៅទីបញ្ចប់ខ្ញុំសូមខ្ចីនៅកំណាព្យរបស់ខ្មែរក្រមមួយរូបដើម្បីសូត្រជាទីបញ្ចប់មានអត្ថន័យដូចតទៅ63ឆ្នាំបារាំងកាត់ដីនោះសើមថ្មីកុំបណ្ដែតយូររំលឹកឡើងហើយប្រឹងតស៊ូរួមគ្នាគិតគូរដោះស្រាយបញ្ហាជាយោខ្មែរកម្ពុជាក្រោមអមតៈសូមអរព្រគុណសូមអរគុណ